សួស្តីម៉ែបងប្អូននេះគឺជារោងចំចលៀនក្រហមរបស់ខ្ញុំបងនេះគឺជាសិតតែអាចចលៀនណាវាស៊ីអាចគោហើយវាសុះជាងបងថ្ងៃនេះកើបអាចរបស់វាយកទៅដាក់ដំណាំប្រមូលអាចរបស់វាយកទៅដាក់គោលដុំសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ដឹងពីរបៀបនៃការចំចលៀនក្រហមអីបងប្អូនអាចមើលវីដេអូខ្ញុំនេះទៅបងប្អូនអាចរៀបជាអាងដូចខ្ញុំចេះក៏បានឬបងប្អូនចំដាក់ដូចជាក្នុងធុងស្នោធុងជ័រក្នុងលូសំងក៏បានបងសម្រាប់តែយើងចំវាយកអាចរបស់វាធ្វើជាជីកប៉ុសដាក់ដំណាំហើយយកសាច់របស់វាធ្វើជាចំណីសត្វចិញ្ចឹមបងសុះហ្នឹងអាចរបស់វាបងប្អូននៅលើសុះហ្នឹងពីស៊ីអីកោពីសុះជាងបងសុះម៉ត់ល្អអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនគាត់ចង់បានពូជយកទៅចិញ្ចឹមតបងប្អូនអាចមកខាងខ្ញុំមកខ្ញុំមានលក់ពូជចឹងប្រឹក្សាបច្ចេកទេសក្នុងការចិញ្ចឹមចលៀនក្រហមនិងការផលិតជីកពណ៌ចលៀនលើហ្នឹងគឺជាអាចរបស់វាសុះនេះយើងកាយទៅក្រឹមទៅឃើញចលៀនពេលថ្ងៃចេះចលៀនវារົບទឹកក្រោមចលៀនក្រហមដល់នេះសម្រាប់យើងចិញ្ចឹមធ្វើជាចំណីមាន់ចំណីទាបងសេះទាកប៉ាឬក៏ចំណីត្រីបងប្អូនដែលចំគោបងប្អូនគោតែយកលិមុខគោមកចំចលៀនក្រហមមកដើម្បីយើងទាញយកផលប្រយោជន៍ពីរគឺទី1សាច់ចលៀនធ្វើជាចំណីមាន់ចំណីទាហើយមួយទៀតគឺអាចរបស់វាបងអាចចលៀនធ្វើជាជីកប៉ុសនេះជីកប៉ុសល្អបងសម្រាប់ណាហើយវាងាយចិញ្ចឹមអត់ប្របាយថែទាំទេហើយតែបងប្អូនមានលិមុខគោវាស៊ីមុខគោមុខក្របីណាលិមុខជ្រូកមុខពពែក៏ដាក់បានបងប្អូនគាត់ថាបើលិមុខគោមុខក្របីវាស្រួលជាងទុនល្អចឹងណាវាសាមទុនល្អចឹងបងប្អូនសិតតែចលៀនក្រហម